ស្វាគមន៍ជាបន្តជាមួយនឹងកម្មវិធីហុងស៊ុយបាយវិជាសាយ៉ាងណាដែរពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាការពីវគ្គមុនមានចម្ងល់ត្រង់ចំណុចណាខ្លះបងប្អូនអាចធ្វើការទម្លាក់ជា comment ជាសំណួរសួរមកកាន់កម្មវិធីរបស់យើងបានដែលយើងនឹងមានក្រុមការងាររងចាំក្នុងការឆ្លើយតបទៅកាន់ពុកម៉ែបងប្អូនរបស់យើងទាំងអស់គ្នាចានេះគឺជាការបន្ថែមពិសេសជូនបងប្អូនដែលជា fan របស់យើងច្រើនឆ្នាំហើយទស្សនាកម្មវិធីយើងភ្លាមករណីពិសេសណាមួយចង់ឲ្យក្រុមការងារឆ្លើយចាយើងមានចាគ្រូអ្នកគ្រូសុខតែជំនាញផ្នែកវិជ្ជាហុងស៊ុយរបស់យើងចាំឆ្លើយជូនអញ្ចឹងអាច comment បានភ្លាមតែម្ដងចាឥឡូវយើងត្រឡប់មកស្វែងយល់អំពីខែថ្មីខែកក្កដាឆ្នាំ2026ថាតើនឹងមានរឿងរ៉ាវអ្វីកើតឡើងជាបន្តទៀតលោកគ្រូពីរួមចាសូមជើញខ្ញុំនឹងបន្តអំពីតារាសាស្ត្រហើយនឹងការទិសឆុងប្រចាំខែនេះបន្តទៀតប៉ុន្តែត្រឡប់មកវិញពាក់ព័ន្ធនឹងសំណួរល្អបងប្អូនទាំងអស់គ្នាឆ្ងល់សួរចាឆ្ងល់សួរកុំយកការដែលយើងយល់មិនច្បាស់ឬក៏ការឆ្ងល់ហ្នឹងទៅសន្មត់ដោយខ្លួនឯងហើយការសន្មត់ខុសយកទៅប្រើខុសកាលណាប្រើខុសរឿងក៏មកវិបត្តិក៏មកលុយក៏ត្រូវចំណាយពេលវេលាក៏ត្រូវបង់មិត្តភាពក៏ត្រូវបាត់អត់ស្រួលទេឆ្ងល់សួរល្អមែនតើដូចពិធីករទាំងពីរលើកទឹកចិត្តឲ្យគាត់សួរល្អមែនតើបាទដោយប្រសាសន៍របស់ Master Nali តែងតែមានប្រសាសន៍អញ្ចឹងណារៀនធ្វើជាមនុស្សដែលទឹកមិនពេញកែវបាទមានន័យថាគ្មានអ្វីដែលល្អឥតខ្ចោះហើយអ្វីដែល perfect ទេអញ្ចឹងបើបងប្អូនមានចម្ងល់យើងអាចធ្វើការសួរបានបាទសួរយើងនឹងផ្ដល់ចម្លើយជូនដែលអាចជួយលោកអ្នកបានអញ្ចឹងយើងបន្តទៅទិសបើគិតទៅយើងនិយាយចំពីកណ្ដាលផ្ទះទៅពីកណ្ដាលផ្ទះបើតារាសាស្ត្រប្រចាំឆ្នាំតារាសាស្ត្រលេខ1តារាសាស្ត្រនឹងនៅពេញមួយឆ្នាំហើយអត់ទៅណាទេប៉ុន្តែតារាសាស្ត្រប្រចាំខែដែលចូលមកលេងនៅក្នុងខែកក្កដានេះតារាសាស្ត្រលេខ3អញ្ចឹងតារាសាស្ត្រលេខ3គឺតារាសាស្ត្របើសិនជាធ្វើឲ្យមានវិបត្តិវាទៅជាវិបត្តិធ្វើឲ្យមានបញ្ហាទៅជាបញ្ហាធ្វើឲ្យមានភាពល្អក់កកក្នុងរឿងទំនាក់ទំនងនឹងមានបញ្ហាទំនាក់ទំនងពីព្រោះ function វាជំនាញលេខ3គឺជំនាញវិបត្តិបាទអញ្ចឹងបើសិនជានៅកណ្ដាលផ្ទះនឹងធ្វើសកម្មភាពបែបណាបែបអវិជ្ជមានបែបមិនល្អនោះរឿងអវិជ្ជមាននឹងកើតទៅដល់អ្នកដែលនៅក្នុងផ្ទះនោះអញ្ចឹងសួរថាកើតចំពោះអ្នកណាអ្នកដែលមានរាសីមានផលប៉ះពាល់ដូចរៀបរាប់វគ្គមុនហ្នឹងលឿនជាងគេហើយអ្នកផ្សេងបន្តទៀតនឹងករណីតារាសាស្ត្រចូលចំកណ្ដាលផ្ទះអញ្ចឹងហើយថែរក្សាធ្វើម៉េចឲ្យស្អាតឲ្យ clean ហើយមានរបៀបមានថ្នាក់មានធ្នើមានជួរក្លិនល្អបើថាក្លិនមិនបានល្អកុំឲ្យមានក្លិនជាការល្អស្រេចបាត់ទៅហើយបាទក្លិនជួនកាលកដោកឡាតគាត់មានបញ្ហានៅហ្នឹងស្អុយរលួយនៅហ្នឹងប៉ះអត់បានទេប៉ះសតិបញ្ញាតែម្ដងខែនឹងនាំរឿងប៉ះសតិបញ្ញារបស់គាត់អញ្ចឹងសុំសម្អាតឲ្យបានស្អាតហើយសួរដូចឆោតទៅពេលយើងធ្វើម្ហូបដាក់ប្រហុកច្រើនក្លិនហ្នឹងប្រាប់ថាជាក្លិនមិនល្អបើសិនជាក្លិនហ្នឹងហ៎ឈ្ងុយតែសម្រាប់យើងក្លិនហ្នឹងដូចជាក្លិនតែមួយផ្លេតតាមិនមែនជាក្លិនដែលនៅជាប់ដិតនៅនឹងកាន់ម៉ោងកាន់ថ្ងៃកាន់សប្តាហ៍ទេបើក្លិននោះជាក្លិនដែលមានតែមួយផ្លេតដែលយើងចាត់ចែងក្នុងការធ្វើម្ហូបនឹងហើយក្លិននោះក៏អស់ត្រឡប់ទៅវិញរសាយផុតបាត់ទៅវិញនោះបញ្ហាមិនជាសំខាន់ទេសំខាន់ដែលវាបៀមជាប់ស្អិតនៅនឹងកន្លែងហ្នឹងនៅនឹងតារាសាស្ត្រមួយហ្នឹងហើយបើមានស្អីទៅរំញោចរង្គោះរង្គើដើម្បីឲ្យប៉ើងនៅឥទ្ធិពលចេញពីតំបន់នោះទៀតគឺកាន់តែមានបញ្ហានៅត្រង់កន្លែងនោះទៀតអញ្ចឹងហើយបានថាការរៀបចំហុងស៊ុយគឺជាការរៀបចំបែបផែនមួយដែលមានខ្យល់ល្អបរិសុទ្ធរបៀបនៅក្នុងការទុកដាក់មានរបៀបរបបមានថ្នាក់មានធ្នើមានជួរហើយការរៀបចំគេហៅថាទឹកអីក្នុងថែមទៀតដើម្បីជំរុញនៅឥទ្ធិពលល្អផ្សេងថែមទៀតអញ្ចឹងនឹងករណីកណ្ដាលផ្ទះថែសារឲ្យស្អាតទៅហើយចំណែកឯយើងទៅមកទិសទៀតទៅទិសខាងជើងទិសខាងជើងសម្រាប់ប្រចាំឆ្នាំជាគេហៅថាជាទិសឆុងប្រចាំឆ្នាំទៅហើយអញ្ចឹងការឆុងប្រចាំឆ្នាំនេះការរង្គោះរង្គើស្វានដំញ័ររញ្ជួយចេញពីទិសខាងជើងយើងត្រូវបន្តការរក្សាប្រុងប្រយ័ត្នដដែលបើមិនអញ្ចឹងទេប៉ះពីរយ៉ាងប៉ះទី1អំណាចការគ្រប់គ្រងការដឹកនាំរបស់បុគ្គលណាម្នាក់នៅក្នុងផ្ទះនោះហើយប៉ះទី2ទៀតគឺប៉ះរឿងលុយកាក់តារាសាស្ត្រលេខ8ចូលទិសខាងជើងឆ្នាំនោះខែហ្នឹងនៅក្នុងខែហ្នឹងទិសលេខ8ចូលអញ្ចឹងណាបើសិនជាវិបត្តិណាវាវិបត្តិប្រចាំឆ្នាំកុំទៅរង្គោះរង្គើខែហ្នឹងប៉ះទាំងលុយប៉ះទាំងឥទ្ធិពលនៃអំណាច
គេឈ្មោះរបស់គាត់ទៀតអញ្ចឹងទិសខាងជើងរក្សាភាពស្ងៀមស្ងាត់រក្សាភាពស្អាតបាទហើយយើងអាចទាញឥទ្ធិពលល្អពីការស្អាតបាតពីការរៀបចំដែលមានរបៀបនោះហើយទាំងការគ្រប់គ្រងការចាត់ចែងដិតដល់ទាំងលុយកាក់របស់គាត់មិនមានបញ្ហាមិនមានវិបត្តិប៉ុន្តែបើក្លិនស្អុយប៉ះហើយលឿនហ្មងបាទលឿនណាស់បាទរង្គោះរង្គើបុកគ្រឹះចេញពីទិសខាងជើងខែនោះប៉ះហើយរឿងលុយកាក់រឿងអំណាចគាត់អញ្ចឹងប្រយ័ត្នខ្លាំងណាស់ហើយរាល់ការជួសជុលតិចទៅចាប់ដើមនឹកឃើញថាអូតារាសាស្ត្រលេខ8ចូលទិសលុយទៅបុកគ្រឹះទាំងនៅទិសខាងជើងនោះចេះតែចេះអត់ច្បាស់បាទទិសឆុងប្រចាំឆ្នាំតារាសាស្ត្រតែមួយយ៉ាងទៅទប់ទល់ជាមួយនឹងទិសឆុងមិននឹងបានត្រូវអញ្ចឹងយើងប្រយ័ត្នប្រយែងត្រង់កន្លែងចំណុចហ្នឹងអញ្ចឹងយើងនឹងបន្តទៅទិសបន្ទាប់ជូនទៅលោកគ្រូបន្តបាទសម្រាប់ទិសបន្ទាប់នេះគឺទិសខាងជើងជាងខាងកើតដោយលោកគ្រូភិរមបានជម្រាបជូនហើយថាទិសមួយបើសិនជាយើងរក្សាឲ្យមានភាពស្អាតហើយកុំឲ្យប៉ះទិសឆុងអញ្ចឹងទើបធ្វើឲ្យយើងបានជៀសផុតពីបញ្ហាទាំងឡាយទាំងពួងបាទសម្រាប់ខែកក្កដានេះវានៅមានជាប់មួយទៀតទិសខាងជើងជាងខាងកើតហ្នឹងវាជាប់ពីអង្សាខាងជើងហ្នឹងយើងរាប់ចាប់ពីទិសកុលជូតហើយនឹងឆ្លូវសម្រាប់ទិសឆ្លូវហ្នឹងគឺយើងរាប់ចាប់ពីអង្សា 22.5 រហូតទៅដល់47សម្រាប់អង្សាហ្នឹងគេហៅថាជាអង្សាដែលជាប់ជាមួយនឹងសន្សាពាក់ព័ន្ធនឹងជាមួយនឹងបញ្ហានេះតារាសាស្ត្រដែលបានចោមកនៅទិសហ្នឹងគឺជាតារាសាស្ត្រលេខ4ប្រចាំឆ្នាំបាទជាតារាសាស្ត្រល្អទេក៏ប៉ុន្តែវាជាប់ជាមួយនឹងបញ្ហាឆុង3ត្រួតហ្នឹងសម្រាប់ប្រចាំខែកក្កដាដែលជាខែមួយមេហ្នឹងគឺតារាសាស្ត្រហ្នឹងគឺចោមកលេខ6ឯងជាតារាសាស្ត្រល្អហើយបាទអញ្ចឹងបញ្ហាដែលវាកើតឡើងសម្រាប់ដែលវាប៉ះពាល់ហ្នឹងគឺជាមួយនឹងសតិបញ្ញាអំណាចការងារនៅក្នុងមុខរបរយើងឬមួយក៏ទូនទីការងារយើងអីហ្នឹងវាប៉ះពាល់ជាមួយនឹងការឆុងដែលបង្កជាការប៉ះពាល់ជាមួយនឹងមុខតំណែងបាទហើយទិសនេះទៀតបើសិនជាយើងគិតពីអង្សា47ទៅដល់អង្សា67គឺជាអង្សាល្អឯងអង្សាហ្នឹងគេហៅថាជាអង្សាអំណាចចូលមកជាមួយនឹងអង្សាស្នេហ៍ប្រចាំឆ្នាំបាទអង្សាអំណាចហ្នឹងគឺវាតកតងជាមួយនឹងភាពរុងរឿងបាទបើសិនជាទិសហ្នឹងជាទិសដែលយើងមិនមានការជួសជុលស្វានដំហើយនឹងរក្សាទិសហ្នឹងល្អគឺល្អរឿងស្នេហារឿងអំណាចទូនទីនឹងវិញបាទចឹងបើសិនជាយើងចង់ឲ្យស្នេហាយើងឬក៏ជីវិតយើងកាន់តែល្អប្រសើរក្នុងខែហ្នឹងទិស47ទៅ67ហ្នឹងយើងគួរតែធ្វើអីដែរអីបាទសម្អាតទិសហ្នឹងឲ្យស្អាតទៅហើយការតាំងដើមពិសីប្រចាំឆ្នាំហ្នឹងគឺយើងនៅរក្សាដដែលអញ្ចឹងយើងចូលទៅដល់ទិសមួយទៀតជាទិសខាងកើតហ្នឹងគេហៅថាតារាសាស្ត្រល្អទិសក៏ល្អដែរប្រចាំឆ្នាំក៏ល្អប្រចាំខែហ្នឹងក៏ល្អទិសខាងកើតយើងដូចដឹងហើយថាជាតារាសាស្ត្រលេខ8ល្អរឿងលុយកាក់អញ្ចឹងហើយបានយើងតែងតែធ្វើការកតុនទិសហ្នឹងឲ្យល្អហើយសម្រាប់ខែកក្កដា2026នេះតារាសាស្ត្រលេខ1ចូលនៅទិសខាងកើតនោះទិសខាងកើតហ្នឹងល្អរឿងលុយកាក់ចាសម្ព័ន្ធភាពផ្សេងលំហូរលុយការធ្វើដំណើរផ្លូវឆ្ងាយអីគឺបើសិនជាយើងរក្សាទិសហ្នឹងឲ្យល្អហើយយើងអាចរកវេលាកតុនលៀបនៅទិសហ្នឹងល្អបាទមិនរើសឆ្នាំទេឬក៏យ៉ាងម៉េចដែរយើងអត់រើសឆ្នាំទេទិសហ្នឹងតែយើងត្រូវរើសវេលារើសមកបាទវេលាយើងអាច
ពេលខ្លះយើងប្រើតែ app My Destiny ក៏ឃើញមានវេលាកតុនលាបបាន ចា បាទឲ្យតែពេលណាមានវេលាដែល Alert យើងត្រូវកតុន ចេញមក លាបបានគឺ load notification ឲ្យយើងហើយបាទលោកគ្រូមានអ្វីបន្ថែម បើ ទៀត គិតទៅឆ្នាំ2026គេហៅថាតារាសាស្ត្រលុយចោះចរនៅខាងណាចោះចរនៅទិសខាងកើត ចា ហើយខែហ្នឹងដូចបើកទូលាយទិសខាងកើតហ្នឹងសម្រាប់អ្នកដែលមានរាសីធាតុមាសរឹងមាំធាតុឈើចូលមកដូចជាពេលវេលាធាតុលៀបដែលគាត់ទៅកតុនចេញពីទិសខាងកើតមកអញ្ចឹងដូចគ្នាអញ្ចឹងដែរ បាទ តាមដាន app My Destiny វាសនាខ្ញុំមកលើតចេញមកពីទិសខាងកើត ឲ្យទៅ load ពេលណា ឈើ ភ្លាម ទេមក អង្គុយ លេ កតុ ង ន លោកចាត់ចែងត្រៀម បាទ ខ្ញុំ ត្រៀ បា ម ញ់ រៀ បាន ប មានតែមួយឲ្យទៅរកចង់ធ្វើកតុនលៀប បាទ ត្រូវកូនត្រូវប្តីមកក្បែរអញ្ចឹងចាបែកអារម្មណ៍មក ការជំរុញលៀបនេះឬក៏ការបំទុះលៀបនេះណាយើងមិនចាំបាច់ថាអូតតែធ្វើក្នុងផ្ទះទេ ចា ធ្វើនៅទីណាក៏បានដែរទៅបើមានពេលណាបានអញ្ជើញទៅទីតាំងយិនផាដាយទៅកំសាន្តផងអាចទៅជំរុញលៀបនៅទីនោះបានផងមិនចាំបាច់កំណត់ថានៅកន្លែងណាទេកន្លែងណាក៏ធ្វើបានដែរបងប្អូនទាំងអស់គ្នាត្រូវដឹងថាការទាញអត្តពលវិជ្ជមានមកក៏មាន ចា បើយើងបំផ្ទុះឬក៏ទាញអត្តពលចេញពីទិសមិនល្អក៏អត្តពលមិនល្អនឹងមកដែរបើអ្នកខ្លះអត់ទេជឿតែអត្តពលទិសឆុងឬក៏ទិសមិនល្អទេដល់ពេលអត្តពលនៃការបំផ្ទុះលៀបទាញផលពីការជំរុញលៀបពីទិសហ្នឹងអត់ជឿទៅវិញធ្វើម៉េចនឹងដឹងថាមានទ្វេលក្ខណៈដែលគេហៅថាយិនយ៉ាងបើយើងជឿតែទិសឆុងចុះទិសហេងមិនក៏មិនជឿ បាទ ហ្នឹងហើយអញ្ចឹងអានឹងយើងត្រូវគិតពិចារណាទាំងអស់គ្នាការបំផ្ទុះលៀបការជំរុញលៀបការទាញលៀបឬក៏ការភ្ញោចលៀបហ្នឹងចាំបាច់ត្រូវពិនិត្យលើរាសីរបស់បុគ្គលម្នាក់គាត់ត្រូវការធាតុអីហើយថ្ងៃដែលគាត់ចង់បំផ្ទុះនោះជាថ្ងៃដែលជាធាតុល្អសម្រាប់គាត់អត់ហើយទិសនោះជាទិសដែលអំណោយផលសម្រាប់គាត់អត់ឆុងទេថ្ងៃនោះឆុងទេម៉ោងហ្នឹងឆែកជាមួយនឹងតារាសាស្ត្របន្ថែមទៀត យើងឆែកមើលទិសហើយយើងឆែកមើលតារាសាស្ត្រមកតង់ទៀតគេហៅថាទ្វេដងដើម្បីទាញផលប្រយោជន៍យើងឲ្យបានច្រើនអញ្ចឹងការបំទុះលៀបសំខាន់ការជៀសទិសឆុងក៏សំខាន់ការបំទុះលៀបទាញផលមកដល់បុគ្គលម្នាក់នោះប៉ុន្តែការជៀសទិសឆុងគឺជាការចំណេញមួយដែលយើងមិនចាំបាច់ចំណាយពេលយើងទៅដោះរឿង បាទយើងអាចជៀសបានយើងអាចកិច្ចបានយើងចំណេញពេលសល់ពេលជាច្រើនទៅធ្វើរឿងអីជាច្រើនទៀតណោះ បើយើងមិនដឹងទេយើងទៅជុលទិសឆុងចាយពេលក្នុងការដោះរឿងមកហើយខាតពេលណាមនុស្សដើរយឺតនឹងដើរលឿនដោយសារតែគេដឹងកលៈទេសៈនោះតាអញ្ចឹងបើសិនជាគេដោះរឿងបានគេកិច្ចរឿងបានគេទៅធ្វើរឿងមានប្រយោជន៍កាន់តែប្រយោជន៍ល្អក្នុងការដែលស្វែងយល់ទិសឆុងទិសហេងល្អមែនតើ ចាដល់ចំណុចនេះប្រិយមិត្តទាំងអស់គ្នាមានចម្ងល់ទេតែដូចបានជំរាបចឹងយើងធ្វើការផ្សាយផ្ទាល់នៅលើ page ផ្លូវការរបស់យើងហើយបងប្អូនមានចម្ងល់អាច comment បានភ្លាមក្រុមការងារយើងសុទ្ធតែ expert ចាអ្នកជំនាញជួយឆ្លើយជូនដល់បងប្អូនដែលជា fan ចា បាទអរគុណច្រើនសម្រាប់លោកគ្រូបាទភិរមនិងលោកគ្រូតាមភេងវគ្គក្រោយយើងនឹងបន្តជាមួយនឹងការបកស្រាយនៅប្រធានបទរបស់យើងបន្តទៀតនៅពេលនេះពីកម្មវិធីទាំងមូលអញ្ញាសម្រាប់បន្តិចសិន